សើបានតែស៊ូរេក្រូលឺថាថ្ងៃនេះកូនសិស្សបានសម្ភារជាប់ណោះបានតែគ្រូចាបន្ទាប់ពីសម្ភារជាប់ហើយមានចំណាប់អារម្មណ៍យ៉ាងណាដែរសប្បាយចិត្តអ្នកគ្រូហើយរំភើបបានប្រាប់ដំណឹងនេះទៅអ្នកទេអស់នៅប្រាប់ហើយអ្នកគ្រូចាអញ្ចឹងបន្ទាប់ពីសម្ភារជាប់ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតណាចាដើម្បីឲ្យអ្នកទេមានមោទនភាពលើកូនសិស្សទាំងពីរចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកគ្រូចង់ឲ្យកូនសិស្សណែនាំខ្លួនម្នាក់ម្ដងពីឈ្មោះអាយុនិងខេត្តដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ណាបាទខ្ញុំបាទឈ្មោះណែននួនអាយុ30ឆ្នាំរស់នៅខេត្តបាត់ដំបងស្រុកមូលវិស័យស្រុករុក្ខគិរីចាចុះចំពោះកូនសិស្សខ្ញុំបាទឈ្មោះហ៊ីមហយមកពីខេត្តពោធិ៍សាត់អាយុ18ឆ្នាំមកពីខេត្តផ្សេងគ្នាដែលធ្លាប់ស្គាល់គ្នាពីមុនមកអត់អត់ដែរស្គាល់ទេចាឥឡូវ BP ចា BP ជាប់និស័យឲ្យកូនសិស្សស្គាល់គ្នាណោះចាបានសម្ភារជាប់ជាមួយគ្នាអញ្ចឹងទៅដល់ជប៉ុនចេះមើលថែរក្សាគ្នាផងចាអញ្ចឹងកុំឲ្យអូបន្លាយពេលវេលាយូរយើងឈានទៅដល់ការសម្ភារជាមួយនឹងចំណាប់អារម្មណ៍របស់កូនសិស្សតែម្ដងអញ្ចឹងជាដំបូងអ្នកគ្រូចង់ដឹងថាកូនសិស្សមកស្គាល់ BP ហ្នឹងស្គាល់តាមរយៈណាដែរមកតាមស្គាល់តាមរយៈបងប្អូនរយៈបងប្អូនអញ្ចឹងមានន័យថាបងប្អូនមកសម្ភារមុនបាទបើបងស្គាល់តាមរយៈបងប្អូនអញ្ចឹងមានភ័យខ្លាចថាក្រុមហ៊ុនបោកប្រាស់អីអត់អត់ផងមូលហេតុអីដែរកត្តាអីខ្លះមានទំនុកចិត្តលើក្រុមហ៊ុន BP Power មិនចាមានទំនុកចិត្តទាំងស្រុងហ្មងเนาะចាដោយសារមានបងប្អូននៅនេះស្រេចបាត់ម៉ែនាំមកចាចុះចំពោះកូនសិស្សនេះវិញស្គាល់ BP តាមរយៈណាតាមបងប្អូនតាមបងប្អូនមកខាង BP ម៉ានអ្នកមុនហី2នាក់ហើយគាត់សម្ភារជាប់ហើយ2នាក់គាត់សម្ភារជាប់ហើយគាត់ណែនាំមកតាមក្រោយទៀតបាទ